ក្បួនទី19កុំបារម្ភថាផ្លូវនឹងនាំអ្នកទៅទីណាផ្ទុយទៅវិញចូលផ្ដោតទៅលើជំហានដំបូងនោះជាផ្នែកដែលពិបាកបំផុតហើយនោះជាអ្វីដែលអ្នកទទួលខុសត្រូវនៅពេលដែលអ្នកបោះជំហាននោះហើយចូលទុកឲ្យអ្វីៗធ្វើតាមធម្មជាតិរបស់វាហើយអ្វីដែលសេសសល់នឹងតាមមកជាដំណើរធម្មជាតិល្អឥតខ្ចោះកុំហូរតាមចរន្តចូលធ្វើជាចរន្តនោះពន្យល់ពិស្ដារបន្ថែមក្បួនទី19នេះចង្អុលបង្ហាញអំពីបច្ចេកទេសប្រតិបត្តិជាក់ស្ដែងតើធ្វើយ៉ាងណាឲ្យគោលបំណងណាមួយរបស់មនុស្សយើងម្នាក់ទោះវាធំតូចយ៉ាងណាបានសម្រេចពេញលេញបានសម្រេចជោគជ័យល្បីល្បាញខ្ទរខ្ទាអ្នកនិពន្ធមានបំណងឲ្យសៀវភៅទទួលការពេញនិយមអានគ្រប់ដៃអ្នកចម្រៀងមានបំណងឲ្យคล้ายជាអ្នកចម្រៀងឯកល្បីល្បាញដូចលោកតាស៊ិនស៊ីសមុទ្រអ្នកកីឡាប្រឹងហាត់ចង់បានឈ្នះរង្វាន់មេដាយមាសអូឡ িম্প ិកពិភពលោកអ្នកខំប្រឹងព្យាយាមអំណត់ធ្វើការងារទាំងយប់ទាំងថ្ងៃដើម្បីឲ្យជីវភាពអនាគតបានចម្រុងចម្រើនរុងរឿងលក្ខនឹងលក្ខបាទក្បួនទី19នេះបានបង្ហាញរូបមន្តតើធ្វើយ៉ាងណាឲ្យបានសម្រេចបំណងនោះរូបមន្តប្រតិបត្តិជាក់ស្ដែងនេះមានជាជំហានដែលបានបញ្ជាក់ក្នុងក្បួនដូចតទៅជំហានទី1កុំបារម្ភថាផ្លូវនឹងនាំអ្នកទៅណាផ្ទុយទៅវិញចូលផ្ដោតទៅលើជំហានដំបូងនោះជាផ្នែកដែលពិបាកបំផុតហើយនោះជាអ្វីដែលអ្នកទទួលខុសត្រូវនៅពេលចាប់ផ្ដើមធ្វើកិច្ចការណាមួយចូលអ្នកប្រមូលផ្ដុំនិងយកចិត្តទុកដាក់ដោយស្មោះស្ម័គ្រដោយបដូរផ្ដាច់ពុំងាករេលើជំហានដំបូងឲ្យបានពេញទំហឹងតែម្ដងប្រការនេះមានន័យថាចូលអ្នកតាំងនៅក្នុងពេលបច្ចុប្បន្នចូលកុំឲ្យអារម្មណ៍គិតគូរពីរឿងរ៉ាវអតីតកាលឬនឹកភ្នែកទៅអនាគតយ៉ាងនេះយ៉ាងនោះឡើយចិត្តរាយមាយដូច្នេះវានាំមកនៅការរំខានរារាំងចលនាសកម្មភាពដែលកំពុងតែប្រព្រឹត្តទៅនាពេលនេះដោយឃ្លាថាកុំបារម្ភថាផ្លូវនឹងនាំអ្នកទៅទីណានាំទៅទីសមរភូមិចម្បាំងដែលមនុស្សឆ្លងកាត់ការស្លាប់រស់ឬនាំទៅរមណីយដ្ឋានដែលជាកន្លែងត្រេកត្រអាលកម្សាន្តសប្បាយរីករាយអណ្ដែតអណ្ដូងភ្លេចភ្លាំងបើអ្នកជាប់រយីងរយោងនឹងអតីតកាលឬអនាគតយ៉ាងណានោះផ្ទៃចិត្តរបស់អ្នកពិតជាផុសដិតដាមនៅអារម្មណ៍ភ័យខ្លាចព្រួយបារម្ភកំហឹងគំនុំឈឺចាប់ឬក៏សប្បាយអណ្ដែតអណ្ដូងដែលសុទ្ធតែជាការស្រមើស្រមៃរារាំងដល់ដំណើរប្រតិបត្តិទៅនៅពេលនេះជួនអ្នកអាចកើតគំនិតអស់សង្ឃឹមគ្មានកម្លាំងឈរតតាំងទៅមុខក៏សឹងមានបើសប្បាយវិញក៏ភ្លេចខ្លួនភ្លេចទាំងការងារត្រូវបំពេញទៀតផងលោកអ្នកប្រាជ្ញព្រលឹងវិញ្ញាណបានបញ្ជាក់ថាពេលចាប់ផ្ដើមនេះជាពេលពិបាកបំផុតដែលអ្នកត្រូវទទួលខុសត្រូវពេញដៃនិង
ជំនះអារម្មណ៍ផ្ដេសផ្ដាស់នោះដូច្នេះហើយបានជាមានពាក្យស្លោកបញ្ជាក់ដូចខាងក្រោមនេះលោកឡាវស៊ូពោលថាដំណើរយ៉ាងវែងរាប់ពាន់ម៉ៃរាប់ពាន់គីឡូម៉ែត្រនឹងបានសម្រេចក៏តម្រូវឲ្យអ្នកចាប់ផ្ដើមជំហានទី1នេះឯងលោកផ្លាតូពោលថាការចាប់ផ្ដើមគឺជាផ្នែកសំខាន់បំផុតនៃការងារណាមួយលោក Martin Luther King ពោលថាបើអ្នកឡើងជណ្ដើរដ៏ខ្ពស់ចូលកុំខ្វល់នឹកគិតទៅដល់ជណ្ដើរទាំងមូលមានប៉ុន្មានកាំតែចូលគិតពីសកម្មភាពពេលនេះដែលត្រូវលើកជើងឈានឡើងកាំទី1នេះឯងជំហានទី2នៅពេលដែលអ្នកបោះជំហាននោះហើយចូលទុកឲ្យអ្វីៗធ្វើតាមធម្មជាតិរបស់វាហើយអ្វីដែលសេសសល់នឹងតាមមកជាដំណើរធម្មជាតិល្អឥតខ្ចោះកុំហូរតាមចរន្តចូលធ្វើជាចរន្តនោះឃ្លានេះមានខ្លឹមសារដែលបញ្ជាក់អំពីលទ្ធផលចេញពីជំហានទី1ដែលតម្រូវឲ្យអ្នកយកចិត្តទុកដាក់ជាអាទិភាពលើជំហានដំបូងបង្អស់ដោយឈរលើស្មារតីនាពេលបច្ចុប្បន្នកុំបណ្ដោយឲ្យចិត្តរេរាទៅអតីតកាលឬអនាគតឡើយសកម្មភាពនេះគឺហូរជារូបអ្នកជាអ្នកទទួលខុសត្រូវធ្វើនិងប្រឹងប្រែងឲ្យបានសម្រេចនៅពេលអ្នកបោះជំហានទៅដល់ទីនោះហើយមានន័យថាអ្នកបានប្រឹងប្រែងតាំងនៅក្នុងជាបច្ចុប្បន្នពេញលេញហើយបន្ទាប់មកចូលអ្នកដោះលែងតួអង្គបុគ្គលដោះលែងតួអង្គដែលធ្វើសកម្មភាពនេះដោះលែងអ្នកប្រឹងប្រែងនេះហើយតភ្ជាប់ខ្លួនឡើងទៅផ្ទេរទៅឲ្យធម្មជាតិពិភពសកលពិភពចក្រវាលពិភពព្រះអាទិទេពគេធ្វើសកម្មភាពជំនួសទាំងស្រុងវិញតើអ្នកដោះលែងដូចម្ដេចពោលគឺដោះលែងទម្លាប់ជាតួបុគ្គលតែងមានអ្នកចង់គ្រប់គ្រងសភាពការទម្លាប់ដែលតួបុគ្គលតែងមានអ្នកកំណត់ទិសដៅឲ្យសម្រេចលទ្ធផលជាយ៉ាងនេះឬយ៉ាងនោះតួបុគ្គលនេះនឹងបដូរឥរិយាបថថ្មីមួយដែលដឹងថារូបខ្លួនឯងតូចចង្អៀតអសមត្ថភាពហើយដឹងនឹងជឿជាក់ថាមានសមត្ថភាពមួយខ្ពស់ជាងខ្លួនខ្លាំងក្លាជាងខ្លួននោះគឺមានសមត្ថភាពរបស់ធម្មជាតិចក្រវាលរបស់ព្រះអាទិទេពដែលមានអំណាចអស្ចារ្យក្នុងដំណើរកែប្រែច្នៃបង្កើតអ្វីៗលើលោកនេះបានល្អឥតខ្ចោះការដោះលែងការទម្លាក់អំណាចតួបុគ្គលចុះការអោនក្រាបខ្លួនបុគ្គលចុះទៀបទៅរហូតដល់សូន្យរហូតដល់រលាយបុគ្គលបាត់នៅចំពោះមុខអំណាចធម្មជាតិចក្រវាលព្រះអាទិទេពដែលវត្តមានពិតក្នុងខ្លួននេះមានន័យថាដំឡើងខ្លួនឲ្យឡើងដល់កម្រិតស្មើនឹងធម្មជាតិចក្រវាលព្រះអាទិទេពដែលទ្រង់យាងចុះមកប្រើប្រាស់រូបកាយដ៏តូចនេះប្រើប្រាស់ខួរក្បាលដ៏តូចនេះសំដៅសម្រេចតាមព្រះハរតីទ្រង់ផ្ទាល់ពេលនេះធម្មជាតិចក្រវាលព្រះអាទិទេពលោកព្រះហស្ថមកធ្វើការក្នុងខ្លួនមនុស្សទាំងស្រុងដោយទ្រង់
ប្រើប្រាជ្ញាសកលដែលខ្ពស់ជាងប្រាជ្ញាតូចរបស់បុគ្គលមនុស្សយើងប្រាជ្ញាធម្មជាតិប្រាជ្ញាសកលប្រាជ្ញាព្រះអាទិទេពនេះមានសមត្ថភាពអាចកែប្រែច្នៃផលិតបង្កើតអ្វីៗសពយ៉ាងបានល្អគ្មានចន្លោះហើយបានល្អឥតខ្ចោះសមិទ្ធកម្មស្នាដៃនៃធម្មជាតិនៅជុំវិញយើងបង្ហាញខ្លួនរាប់មិនអស់មើលចុះផ្ការែកស្រស់បំប្រងចោលក្លិនក្រអូបមកគួរចង់នេបនិតជាងគំនូបានត្រឹមតែគូនិងយកលំនាំតាមធម្មជាតិប៉ុណ្ណោះសូម្បីតែក្នុងខ្លួនមនុស្សយើងក៏ធម្មជាតិកំពុងធ្វើសកម្មភាពយ៉ាងល្អឥតខ្ចោះដូចជាដំណើរខួរក្បាលគិតដំណើរឈាមរត់ដំណើរបេះដូងចលនាស្មើរហូតដំណើរការរំលាយអាហារលក្ខនឹងលក្ខតើអ្នកជាបុគ្គលនេះធ្វើឬធម្មជាតិធ្វើកិច្ចការទាំងនោះបាទពិតជាធម្មជាតិគេធ្វើទាំងអស់ម្យ៉ាងទៀតក្បួនបានបង្កប់លើចំណុចថាតើអ្នកត្រូវដោះលែងបុគ្គលត្រូវទម្លាក់បុគ្គលដល់កម្រិតណាក្បួនពោលថាកុំហូរតាមចរន្តចូលធ្វើជាចរន្តនោះមានន័យថាកុំត្រឹមតែបណ្ដោយខ្លួនឲ្យហូរតាមចរន្តធម្មជាតិព្រោះថាបើមានអរិយាបថយ៉ាងនេះគឺប្រកបជានៅមានបែងចែកជាពីរខ្លួនឯងជាបុគ្គលនិងធម្មជាតិជាអង្គភាពផ្សេងពោលគឺនៅមានពិភពពីរបុគ្គលពុំទាន់រលាយដល់សូន្យនៅឡើយក្បួនតម្រូវឲ្យខ្លួនបុគ្គលនេះរលាយសូន្យទាំងស្រុងរលាយទៅជាធម្មជាតិទាំងស្រុងរលាយទៅជាចក្រវាឡទាំងស្រុងរលាយទៅជាព្រះអាទិទេពទាំងស្រុងដូចឃ្លាថាចូលធ្វើជាចរន្តនោះមកដល់ចំណុចត្រង់នេះអ្នកបដិបត្តិប្រើតែប្រាជ្ញាសុទ្ធសាធគេតែងនៅសង្ស័យចុចជីកសួរថាតើវាអាចបង្កើតយ៉ាងល្អឥតខ្ចោះដូចម្តេចបានសំណួររាប់ពាន់ម៉ឺនសែននៅតែពុំអាចចាក់ទម្លុះពិសោធន៍ដល់សច្ចធម៌មួយនេះបានដរាបណាបុគ្គលអ្នកចុចជីកសួរនៅតែវត្តមានសច្ចធម៌ត្រូវបានចង្អុលទៅរកប៉ុណ្ណោះសច្ចធម៌នៅតែស្ថិតត្រឹមតែជាគំនិតជាទស្សនៈទានជាទស្សនវិជ្ជាប៉ុណ្ណោះសច្ចធម៌នឹងកើតមានភ្លាមដល់អ្នកបដិបត្តិដរាបណាបុគ្គលអ្នកស្វែងរកតាមប្រាជ្ញានេះវាសុខចិត្តស្ម័គ្រចិត្តទម្លាក់ចុះវាដោះលែងខ្លួនវាចុះវាហ៊ានបូជាខ្លួនរហូតដល់ស្លាប់ទាំងស្រុងពេលនោះពិសោធន៍ជាក់ស្ដែងនឹងមកដល់ភ្លាមឃើញច្បាស់ក្រឡែតដូចនៅក្នុងបាតដៃពុំត្រូវរងចាំយូរឡើយប្រការទម្លាក់ខ្លួនបុគ្គលចុះនេះមានសភាពចាំបាច់បំផុតក្នុងដំណាក់កាលចុងក្រោយវាគឺជាការងាររបស់បេះដូងដែលជាមាគានៃក្តីស្រឡាញ់មាគាបតិមាគានៃជំនឿស្នេហាបូជាព្រះអាទិទេពដែលខ្ញុំចាត់ទុកដូចជាវិទ្យាសាស្ត្រគ្មានរូបបច្ចេកទេសអរូបដើម្បីយល់បន្ថែមនៅសភាពសហការរវាងមាគាប្រាជ្ញានិងមាគាជំនឿនេះព្រមទាំងឈានទៅយល់ច្បាស់អំពីប្រយោគចូលធ្វើជាចរន្តនោះ
ខ្ញុំសូមជូនរូបភាពប្រៀបធៀបដូចតទៅចូលស្វែងយល់អំពីផ្លែប៉ោមបើអ្នកប្រើប្រាជ្ញាអានសៀវភៅរាប់ពាន់ក្បាលឬក៏ស្ដាប់គេពន្យល់លម្អិតយ៉ាងណាក៏ការបរិយាយទាំងនោះពុំអាចមានសមត្ថភាពទៅដល់ការយល់ដឹងជាក់ស្ដែងអំពីផ្លែប៉ោមបានពីព្រោះធ្វើបែបនេះពុំផ្ទាល់ឡើយយល់ត្រឹមតែទស្សនៈទានត្រឹមតែរូបភាពចង្អុលក្នុងខួរក្បាលប៉ុណ្ណោះម្យ៉ាងទៀតពីព្រោះភាសាពុំអាចពិពណ៌នាបានពេញលេញដល់ជម្រៅសច្ចធម៌ឡើយតែបើគេយកផ្លែប៉ោមមកឲ្យអ្នកបរិភោគផ្ទាល់នោះអ្នកយល់យ៉ាងច្បាស់យល់អស់សង្ស័យយល់តាមញៀនទាំង5នៃរូបកាយដែលពិសោធន៍ជាក់ស្ដែងតែម្ដងប្រការហូបផ្លែប៉ោមនេះគឺជាតួនាទីមាគានៃក្តីស្រឡាញ់ស្នេហាជំនឿព្រះនេះយើងពុំបដិសេធមាគាប្រាជ្ញាឡើយវាមាននាទីចង្អុលបង្ហាញការពិតតែពុំទាន់បានពិសោធន៍ទៅដល់ជាក់ស្ដែងពិស្ដាដូច្នេះវាត្រូវការចាំបាច់បូកបន្ថែមនិងបំពេញដោយមាគានៃក្តីស្រឡាញ់ដែលអាចចាក់សោបើកទ្វារចូលទៅពិសោធន៍ការពិតទាំងស្រុងសមនឹងពាក្យក្នុងក្បួនថាចូលធ្វើជាចរន្តនោះការស្វែងយល់អំពីប្រទេសជប៉ុនបើអ្នកប្រើផែនទីស្រាវជ្រាវនិងអានសៀវភៅស្វែងយល់អំពីប្រទេសជប៉ុនអ្នកស្ថិតនៅត្រឹមតែជាទស្សនៈទាននៅត្រឹមតែជារូបភាពលើក្រដាសបុករូបភាពចង្អុលបង្ហាញក្នុងខួរក្បាលប៉ុណ្ណោះនេះជាផ្នែកនៃមាគាប្រើប្រាជ្ញាតែបើអ្នកអញ្ជើញទៅប្រទេសជប៉ុនផ្ទាល់នោះអ្នកនឹងបានពិសោធន៍ពេញលេញអ្នកនឹងទទួលដឹងតាមញៀនផ្ទាល់ដូចជាថាតើជនជាតិជប៉ុនមានទម្រង់បែបណាអ្នកឃើញផ្ទាល់តើសំឡេងភាសាជប៉ុនបន្លឺដូចម្ដេចអ្នកឮផ្ទាល់លក្ខនឹងលក្ខនេះជាផ្នែកនៃមាគាក្តីស្រឡាញ់មាគាជំនឿដែលត្រូវចាក់សោចូលទៅពិសោធន៍សច្ចធម៌ផ្ទាល់សមនឹងពាក្យថាចូលធ្វើជាចរន្តនោះការអង្គុយបដិបត្តិសមាធិក្នុងផ្លូវប្រាជ្ញាអ្នកអាចយល់ដឹងថាសមាធិជាវិធីសាស្ត្រនាំអ្នកឲ្យទៅផុតពីតួបុគ្គលទៅហួសផុតពីពិភពកាយនិងចិត្តដោយយល់ដឹងដូច្នេះក្នុងពេលសមាធិគេប្រើតួបុគ្គលគេយកតួបុគ្គលឲ្យឆ្លងផុតពីខ្លួនគេផ្ទាល់បាទអង្គុយលើចង្អេរហើយលើកចង្អេរឡើងតើធ្វើបានឬទេការអនុវត្តបែបនេះអ្នកបដិបត្តិសមាធិនៅជាប់គាំងនិងច្បាំងក្នុងខ្លួនគេពុំអស់ពុំហើយត្រឹមតែយល់ដឹងជាប្រាជ្ញាពុំទាន់ពេញលេញឡើយពុំអាចឆ្លងទៅផុតពីបុគ្គលតូចនេះឡើយគ្រូឆ្លៀសវៃបានណែនាំបញ្ចូលវិធីសាស្ត្រមាគានៃក្តីស្រឡាញ់មាគាជំនឿដោយណែនាំថាមុននឹងចាប់ផ្ដើមសមាធិចូលអ្នកសម្ដែងការដឹងគុណដល់គ្រូអាចារ្យដល់មាតាបិតាដល់ភពសំណាងមានជីវិតដែលបានកើតមកលើផែនដីនេះការសម្ដែងដឹងគុណភ្លាមបុគ្គលក៏រួមតូចចុះបុគ្គលក៏ទម្លាក់ខ្លួនចុះបណ្ដើរ
បន្ទាប់មកគ្រូណែនាំបន្ថែមថាចូលអ្នកលើកថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះជាម្ចាស់ថ្វាយកាយចិត្តអារម្មណ៍បុគ្គលអ្នកអង្គុយធ្វើសមាធិថ្វាយសូម្បីបំណងប្រាថ្នាចុងក្រោយជាយ៉ាងនេះជាយ៉ាងនោះចូលលើកថ្វាយរហូតដល់បុគ្គលคล้ายជាសូន្យការចាប់ផ្ដើមបដិបត្តិសមាធិដោយពោលខាងលើនេះអ្នកអង្គុយសមាធិបានដោះលែងបុគ្គលតូចទាំងស្រុងគេបានទៅផុតពីកាយពីចិត្តរួចស្រេចបុគ្គលក៏រលាយទៅជាចក្រវាឡធម្មជាតិជាព្រះអាទិទេពក្នុងខ្លួនហើយសមាធិក៏ប្រព្រឹត្តទៅយ៉ាងរលូនសមនឹងពាក្យថាចូលធ្វើជាចរន្តនោះកញ្ចក់សតិដឹងនៅពេលកំហឹងឬភាពច្របូកច្របល់ផុសឡើងមនុស្សទូទៅតែងត្រូវអារម្មណ៍នោះស្រូបចូលសណ្ដំលងលក់ហាក់ដូចជាអ្នកដំណើរឡើងជិះរថយន្តដែលដឹងថាគេទៅចំណុចនេះសមនឹងពាក្យថាចូលហូរតាមចរន្តសមនឹងពាក្យថាហូរតាមចរន្តបើយល់នឹងចេះចាំអំពីច្បាប់សកលប្រធាននឹងកម្មអ្នកដឹងច្បាស់ថារូបអ្នកពុំមែនជាកម្មបត្តិឡើយពុំមែនជាកំហឹងឬភាពច្របូកច្របល់ឡើយតែអ្នកជាសតិដឹងបរិសុទ្ធជាកញ្ចក់សតិដឹងជាប្រធានបទជាអ្នកឈរមើលអ្វីៗដែលកំពុងប្រព្រឹត្តទៅអ្វីៗដែលកំពុងបង្ហាញខ្លួននៅពីខាងមុខនៅលើកញ្ចក់សតិដឹងនេះការតាំងនៅពេលបច្ចុប្បន្នពេលនេះអ្នកទៅផុតអ្វីៗគ្រប់យ៉ាងអ្នករួចរំដោះពីកំហឹងពីភាពច្របូកច្របល់ទាំងស្រុងសមនឹងពាក្យថាចូលធ្វើជាចរន្តនោះមានន័យថាអ្នកពុំមែនជាបុគ្គលឡើយអ្នកដោះលែងបុគ្គលទុកឲ្យសតិដឹងធម្មជាតិចក្រវាឡព្រះអាទិទេពគេចាត់ចែងក្នុងរឿងដដែលខាងលើនេះមានវិធីមួយទៀតដែលមានលក្ខណៈជាធម្មជាតិហើយងាយស្រួលបំផុតក្នុងដំណើររំលាយបុគ្គលនោះគឺការបញ្ចូលមាគ៌ាជំនឿសាសនានិងការបូជាថ្វាយព្រះអាទិទេពដោយខ្ញុំជម្រាបឧទាហរណ៍ពីពិសោធន៍ខាងលើគឺពិសោធន៍សមាធិខាងលើអ្នកដោះលែងបុគ្គលឲ្យផុតពីកំហឹងពីភាពច្របូកច្របល់ដោយលើកអារម្មណ៍នោះថ្វាយព្រះដោយនៅជំនឿ 100% ស្នេហា 100% និងជ្រះថ្លាបូជាថ្វាយសពយ៉ាងដល់ព្រះជាម្ចាស់បុគ្គលខ្លួនឯងសុខចិត្តព្រមទម្លាក់ខ្លួនចុះលំអោនដល់លំអងព្រះបាទទាវាក៏រលាយខ្លួនទាំងស្រុងទៅក្នុងព្រះហស្ថព្រះជាម្ចាស់ហើយក៏រលាយខ្លួនទៅជាព្រះជាម្ចាស់តែម្ដងសមនឹងពាក្យថាចូលធ្វើជាចរន្តនោះវិធីសាស្ត្រនៃក្តីស្រឡាញ់នេះត្រូវបានសាសនាសកលលោកដូចជាគ្រិស្តសាសនាព្រហ្មញ្ញសាសនាអ៊ីស្លាមសាសនាសូម្បីព្រះពុទ្ធសាសនាមហាយានបានត្រូវគេយកមកប្រើយ៉ាងទូលំទូលាយរហូតមកទល់សព្វថ្ងៃខ្ញុំចាត់ទុកវិធីសាស្ត្រមួយនេះជាវិធីសាស្ត្រអរូបវិទ្យាសាស្ត្រអរូបជាបច្ចេកទេសអរូប
ក្នុងន័យថាបើបដិបត្តិបានត្រឹមត្រូវនៅទីណាក៏ដោយជនណាអាចជួបនឹងការរួចរំដោះភ្លាមផងដែរខ្ញុំក៏សូមកុំឲ្យមានជំនឿកុំជឿលើខ្ញុំតែដាក់ខ្លួនដាក់ចិត្តបដិបត្តិទៅច្បាប់សកលវិទ្យាសាស្ត្រមួយនេះនឹងបញ្ចេញប្រតិកម្មជាក់ស្ដែងមកហើយស្នេហាព្រះជាម្ចាស់คล้ายជាឱសថនឹងចូលមកលាងសម្អាតចិត្តសៅម៉ងយ៉ាងមានប្រសិទ្ធភាពខួរក្បាលមនុស្សដ៏តូចនេះពុំអាចចាប់យល់តាមប្រាជ្ញាបានឡើយប្រៀបដូចជាទឹកមួយកូនកែវធ្វើដូចម្ដេចបានស្មើនឹងទំហំមហាសមុទ្ររឿងកវីកំណាព្យសកលលោករូមីលោករូមីជាអ្នកប្រាជ្ញខួរក្បាលពូកែវិភាគពូកែវែកញែកពូកែពន្យល់ដោះស្រាយបញ្ហាគ្រប់យ៉ាងក្នុងប្រទេសលោកនាសម័យនោះលោកត្រូវបានគេគោរពកោតសរសើរស្ញប់ស្ញែងអស្ចារ្យណាស់ក្រោយមកលោករូមីបានជួបគ្រូគាត់ម្នាក់ឈ្មោះសែមពេលនោះលោករូមីកំពុងអង្គុយកន្លែងដែលមានតាំងសៀវភៅគ្រប់យ៉ាងជុំវិញហើយកំពុងជជែកជាមួយសិស្សច្រើនកកយ៉ាងសកម្មលោកគ្រូសែមបែរមើលទៅសៀវភៅដ៏មានតម្លៃហើយសួរទៅលោកគ្រូរូមីថាតើនេះជាអ្វីលោករូមីឆ្លើយថាទាំងនេះជារបស់ដែលអ្នកពុំអាចយល់បានវាបង្កប់នៅគំនិតបណ្ឌិតដ៏ជ្រាលជ្រៅទាំងនេះជាសម្លេងរបស់បុគ្គលរូមីនិយាយប្រកបដោយការពេញចិត្តអំនួតគិតគូរល្អិតល្អន់ក្នុងខួរក្បាលដោយពុំនិយាយស្ដីមួយម៉ាត់លោកគ្រូសែមចូលមកលើកសៀវភៅកម្រនិងមានតម្លៃនោះក្រវាត់ទម្លាក់ចុះទៅក្នុងទឹកលោកគ្រូរូមីរៀបរៀងហើយភ្លាត់មាត់ស្រែកថាតើលោកធ្វើអ្វីហ្នឹងដឹងទេថាសៀវភៅនេះវាមានតម្លៃអស្ចារ្យពុំអាចរកបានលើโลกនេះឡើយលោកគ្រូសែមញញឹមស្ងប់ស្ងាត់ហើយតបថាទាំងនេះសុទ្ធតែជាវត្ថុក្នុងโลกសម្ភារៈប៉ុណ្ណោះឯងពុំយល់បានឡើយបន្ទាប់មកលោកគ្រូសែមលូកដៃទៅក្នុងទឹកលើកសៀវភៅឡើងមកវិញតែអស្ចារ្យណាស់សៀវភៅនៅតែស្ងួតចេះពុំទៅទឹកសើមបន្តិចឡើយលោករូមីឈរមើលហេតុការណ៍ដោយភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏សួរលោកគ្រូថាតើហេតុការណ៍បែបនេះកើតឡើងតាមរបៀបណាលោកគ្រូសែមឆ្លើយថានេះជាអាចកំបាំងនៃលំហធម្មជាតិនេះជាស្ថានភាពនៃច្បាប់សកលដែលហួសពីចំណេះមនុស្សយល់ដឹងហួសផុតពីចំណេះខួរក្បាលស្ថានភាពលំហធម្មជាតិមួយនេះអ្នកពុំអាចនឹងភ្លក់រសជាតិវាបានឡើយដរាបណាអ្នកនៅជាប់ស្អិតនឹងចំណេះវិជ្ជានិងប្រាជ្ញាខួរក្បាលលោកីនេះរំពេចនោះលោករូមីឈររំភើបស្រឡំកាំងហួសផុតពីអ្វីដែលគាត់នឹកស្មានដល់ពេលនេះគាត់ចាប់ផ្ដើមទម្លាក់ចុះទម្លាប់របៀបរស់នៅចាស់ពីមុនគាត់បោះបង់ចោលតួបុគ្គលជាអ្នកប្រាជ្ញខួរក្បាលជាអ្នកមានមុខមាត់ក្នុងសង្គមគាត់បោះបង់ចោលចំណេះទាំងអស់ដែលគាត់បានរៀនសូត្រសន្សំជាយូរមកហើយក៏សម្រេចដើរតាមផ្លូវបច្ចុប្បន្នដែលជាតំណាងដោយលោកគ្រូសែមលោករូមីបានសុខចិត្តថ្វាយកាយថ្វា
ថ្វាយអ្វីៗជូនគ្រូទាំងស្រុងគ្រាន់តែបុគ្គលរੂមីរលាយផុតទៅរំពេចនោះគាត់បានឆ្លងចូលទៅដល់ពិសោធន៍ពិភពសកលពិភពចក្រវាឡពិភពព្រះអាទិទេពដែលយាងចុះមកចាត់ចែងវាសនាគាត់ទាំងស្រុងសមនឹងប្រយោគថាចូលធ្វើជាចរន្តនោះបន្ទាប់មកគ្រប់កំណាព្យពាក្យពេចន៍ដែលគាត់សរសេរសុទ្ធតែផុសចេញពីពិភពសកលនេះមកពីប្រាជ្ញាសកលនេះដូច្នេះហើយប្រយោគមួយឃ្លាក្នុងកំណាព្យបានធ្វើឲ្យរំជួលបេះដូងពិភពលោកតទៅនេះខ្ញុំសូមលើកបន្ថែមនៅទស្សនៈទានដ៏ជ្រៅនិងពិបាកមើលឃើញតាមប្រាជ្ញាមនុស្សនោះគឺទស្សនៈចូលធ្វើជាចរន្តនោះតាមឧទាហរណ៍ជាក់ស្ដែងមួយចំនួនទៀតសំដៅបង្ហាញឲ្យកាន់តែច្បាស់និងបង្កើនជំនឿលើក្បួនទី19នេះកស្មាឆ្មានិងស្វាបុរាណបានលើកយកគំរូកូនស្វានិងកូនឆ្មាពេលមេស្វាហក់លោតចលនាលើដើមឈើឬស្វាដើរដីកូនស្វាតែងអោបពោះមេវាយ៉ាងស្អិតពុំឲ្យរបេះវិនាទីណាឡើយជាញយពេលមេស្វាវិហារទឹកកូនស្វាត្រូវស្លាប់ជ្រក់ទឹកឬក៏ត្រូវមេវាហក់លោតកន្ត្រោមកន្ត្រាក់ខ្លាំងលើចុងឈើខ្ពស់វាក៏ត្រូវធ្លាក់ចុះមកព្រោះវារបូតដៃចំណែកឯកូនឆ្មាវិញបើត្រូវផ្លាស់ទីទៅកន្លែងផ្សេងមេឆ្មាពំវាត្រង់កយួរថ្នាក់ថ្នមទៅយ៉ាងរំភើយជំហានដំបូងកូនឆ្មារីឡាកលែងធ្វើអ្វីទាំងអស់ដោះលែងខ្លួនវាឲ្យមេវាពំតាមដំណើរមេវាប្រៀបបីដូចជាព្រះអាទិទេពជាចក្រវាឡទទួលខុសត្រូវទាំងស្រុងពំកូនទៅទីសុវត្ថិភាពក្នុងដំណើរទី2ក្បួនទី19នេះបុរាណបានណែនាំថាកុំធ្វើត្រាប់តាមកូនស្វាដែលប្រឹងប្រែងជាប់ស្អិតនឹងមេតែចូលធ្វើត្រាប់តាមកូនឆ្មាដោយដោះលែងខ្លួនវាប្រគល់ឲ្យមេវាធ្វើការទាំងស្រុងចំពោះយើងដែលជាមនុស្សនេះក៏ត្រូវហ៊ានទម្លាក់តួបុគ្គលថ្វាយព្រះឲ្យទាបរហូតដល់0និងកិច្ចការសេះសល់ព្រះជាម្ចាស់ទ្រង់ធ្វើទាំងអស់ខមនុស្សយើងជាប់ស្អិតនឹងប្រាជ្ញាខួរក្បាលយ៉ាងខ្លាំងពិបាកនឹងដោះលែងតួបុគ្គលថ្វាយព្រះណាស់ដូច្នេះគ្រូប្រលឹងវិញ្ញាណណែនាំឲ្យបំបែកវិធីសាស្ត្រកែប្រែអរិយាបថខាងក្នុងខ្លួនជា3ផ្នែកសំដៅផ្លាស់ប្ដូរពីតួបុគ្គលទៅព្រះអាទិទេពឲ្យសមនឹងឃ្លាប្រយោគចូលធ្វើជាចរន្តនោះ1ពេលចាប់ផ្ដើមមាគានៃក្តីស្រឡាញ់មាគាបេះដូងចូលសម្រេចចិត្តបដិញ្ញាក្នុងចិត្តថាខ្ញុំជ្រះថ្លាលើកថ្វាយគ្រប់យ៉ាងដល់ព្រះជាម្ចាស់មានដូចជាកិច្ចការរបស់ខ្ញុំការប្រឹងប្រែងនិងលទ្ធផលដែលនឹងទទួលបាន2ក្នុងពេលកំពុងធ្វើសកម្មភាពបើមានការផុសឡើងជាអារម្មណ៍ជាការសង្ស័យជាបារម្ភជាការពិចារណាយ៉ាងនោះអ្នកអាចនិយាយប្រាប់ខ្លួនឯងថាខ្ញុំតួបុគ្គលពុំអាចធ្វើកិច្ចការនេះបានពេញលេញដោយព្រះឬចក្រវាឡឡើយខ្ញុំ
ចាត់ទុកខ្លួនឯងត្រឹមជាឧបករណ៍របស់ទ្រង់ប៉ុណ្ណោះខ្ញុំពុំធ្វើអ្វីឡើយព្រះទ្រង់កំពុងធ្វើកិច្ចការសពយ៉ាងក្នុងរូបកាយដ៏តូចមួយនេះ3លុះសកម្មភាពចប់សពគ្រប់លទ្ធផលចេញមកយ៉ាងណាទោះសម្រេចបានតិចតួចឬពុំបានអ្វីសោះក៏សុខចិត្តព្រមទទួលយកទាំងស្រុងព្រោះព្រះមានទិសចេតនារបស់ទ្រង់មានពេលវេលាផ្ទាល់របស់ទ្រង់តាមទំហំកិច្ចការងារខ្លះទទួលលទ្ធផលល្អភ្លាមយើងក៏ត្រេកអរសម្ដែងអំណរដល់ទ្រង់ការងារខ្លះយើងត្រូវមានអំណត់រង់ចាំពុំសម្រេចបានភ្លាមការងារខ្លះពុំទទួលបានលទ្ធផលឡើយពេលនេះក៏ទ្រង់ចាត់ចែងផងដែរពលគឺទ្រង់នឹងបំវែទៅទិសផ្សេងជាការងារផ្សេងដូច្នេះគ្រប់កិច្ចការទាំងអស់ត្រូវបានទទួលចម្លើយពីទ្រង់យើងជាមនុស្សត្រូវភារៈដាក់ជំនឿទាំងស្រុងថ្វាយទ្រង់ក៏លោកយាយម៉ាដឺតេរីសាមានប្រយោគទូន្មានដ៏សាមញ្ញហើយមានឥទ្ធិពលអស្ចារ្យឃ្លាប្រយោគទាំងនោះរៀបចំអរិយាបថក្នុងចិត្តយើងគ្រប់គ្នាដែលសមនឹងប្រយោគថាកុំហូរតាមចរន្តចូលធ្វើជាចរន្តនោះលោកយាយនិយាយថាខ្ញុំជាកូនខ្មៅដៃដ៏តូចក្នុងព្រះហស្ថព្រះជាម្ចាស់ព្រះទ្រង់គិតគូរព្រះទ្រង់សរសេរគូសវាសសពយ៉ាងខ្ញុំពុំមែនជាអ្វីទាំងអស់ខ្ញុំត្រឹមជាឧបករណ៍ជាកូនខ្មៅដៃតូចក្នុងព្រះហស្ថព្រះជាម្ចាស់ដែលទ្រង់ប្រើសម្រាប់សរសេរតាមទឹកប្រទៃទ្រង់ពួកយើងជាមនុស្សនេះពុំមានលក្ខណៈសម្បត្តិពេញលេញដូចទ្រង់ឡើយទ្រង់មានសមត្ថភាពសរសេរតាក់តែងអត្ថបទល្អអស្ចារ្យបើសិនជាអត្ថបទឬរូបគំនូរល្អយ៉ាងណានោះយើងពុំត្រូវលើកសរសើរខ្មៅដៃនេះឡើយតែគួរសរសើរដល់អ្នកប្រើវាវិញពលគឺព្រះជាម្ចាស់ដែលទ្រង់កំពុងប្រើវាខមានពាក្យស្លោកល្បីល្បាញក្នុងគ្រឹះសាសនាមួយឃ្លាពោលថាសូមឲ្យអ្វីៗបានសម្រេចតាមឆន្ទៈបំណងរបស់ព្រះជាម្ចាស់ព្រះសង្ឃគ្រឹះសាសនាតែងទន្ទិញភាវនាសូត្ររត់មាត់ព្រះសង្ឃសូត្រឃ្លានេះឡើងបង្កើតដើម្បីបង្ក្រាបតួបុគ្គលឲ្យវាលំអោនទម្លាក់ខ្លួនវាទៀបទៅថ្វាយដល់ព្រះជាម្ចាស់ចក្រវាលធម្មជាតិប្រាជ្ញាសកលពេលនេះតួកម្មសិទ្ធិរបស់បុគ្គលត្រូវបានផ្ទេរទៅជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់វិញបុគ្គលបានរលាយទៅជាចក្រវាលទាំងស្រុងការបដូរអរិយាបថដូចនេះបាននោះនាំឲ្យសកម្មភាពមនុស្សប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះប្រព្រឹត្តទៅតាមដំណើរធម្មជាតិរលូនទាំងស្រុងចំណុចនេះសមនឹងប្រយោគកុំហូរតាមចរន្តចូលធ្វើជាចរន្តនោះងមុនពេលចាប់ផ្ដើមសម្ដែងល្ខោនយីកេខ្មែរគេប្រគំច្រៀងប្ររពថ្វាយគ្រូមានន័យថាបុគ្គលអ្នកសម្ដែងបុគ្គលអ្នកច្រៀងបុគ្គលអ្នកលេងភ្លេងបានត្រូវលើកថ្វាយទៅគ្រូធំទាំងស្រុងពួកគេគ្រាន់តែជាឧបករណ៍របស់គ្រូធំតែប៉ុណ្ណោះដូច្នេះវងយីកេទាំងមូលត្រូវបានគ្រូចូលមកសន្ធិដ្ឋសម្ដែងយ៉ាងស៊ីចង្វាក់រលាយចូលសាច់មួយបង្កើតជារសជាតិសិល្បៈពីរោះរណ្ដំចំណុចនេះសមនឹងប្រយោគ
កុំហូរតាមចរន្តចូលធ្វើជាចរន្តនោះចតាមបទពិសោធន៍របស់អ្នកហាត់កីឡាអូឡ িম্প ិកពិភពលោកដែលបានសម្ភាសក្នុងសារព័ត៌មានបានឲ្យដឹងថាក្រោយពេលគេប្រឹងប្រែងហាត់បានដល់កម្រិតមួយថ្នឹកហើយគេត្រូវរៀនដោះលែងខ្លួនប្រគល់ឲ្យធម្មជាតិចក្រវាលធ្វើការក្នុងខ្លួនគេថែមទៀតជាពិសេសនៅពេលប្រណាំងផ្ដាច់ព្រាត់ជំហានទី2នេះជាចំណុចសំខាន់បំផុតសម្រាប់ជ័យជំនះពានរង្វាន់ឆក្នុងទស្សនៈវូវេគ្រូបង្ហាត់បាញ់ព្រួញបានបញ្ចូលគោលការណ៍បញ្ឈប់ខួរក្បាលបញ្ឈប់សកម្មភាពរបស់បុគ្គលដោះលែងឲ្យចក្រវាលធ្វើការចក្រវាលនាំផ្លូវបុគ្គលត្រូវបានបញ្ឈប់សកម្មភាពទាំងស្រុងអ្នកហាត់បាញ់ព្រួញជំនាញដែលបានហាត់ថ្នាក់ពីយូរឆ្នាំមកហើយត្រូវប្រកាន់គោលការណ៍វូវេទើបសម្រេចបាញ់ត្រូវចំគោលដៅល្អឥតខ្ចោះនៅពេលគេកំពុងតម្រង់ផ្លែព្រួញទៅរកគោលដៅគេដោះលែងរូបបុគ្គលទាំងស្រុងឲ្យទៅចក្រវាលចាត់ចែងពោលគឺគេឈប់ប្រឹងសាច់ដុំដៃ1វិនាទីមុនពេលផ្លែព្រួញហើរចេញពីដងស្នាគឺជាចំណុចដែលគេដោះលែងខ្លួនគេទាំងស្រុងនេះគេថ្វាយខ្លួនទៅឲ្យចក្រវាលចាត់ចែងកិច្ចការបាញ់ព្រួញនេះ1វិនាទីនេះគ្មានអ្នកបាញ់គ្មានគ្រាប់ស្នាគ្មានទិសដៅបុគ្គលអ្នកបាញ់ព្រួញត្រូវព្យួរខ្ចប់ទុកមួយកន្លែងសិនទុកឲ្យប្រាជ្ញាសកលធ្វើការទាំងស្រុងអ្នកបាញ់ព្រួញគ្រាន់តែជាលំហដែលធម្មជាតិឆ្លងកាត់ប៉ុណ្ណោះដៃរបស់អ្នកបាញ់ព្រួញបំរើឆន្ទៈចក្រវាលតែម្ដងនេះជាអាថ៌កំបាំងដែលបង្កប់ក្នុងក្បួនទី19ជំហានទី2សរុបមកអ្នកពិតជាមានគោលបំណងផ្សេងក្នុងជីវិតរស់នៅគោលបំណងឲ្យក្លាយជាអ្នកប្រាជ្ញគោលបំណងឲ្យរកស៊ីមានបានគោលបំណងឲ្យក្លាយជាអ្នកសិល្បករចំណានលក្ខនឹងលក្ខដើម្បីឲ្យគោលបំណងក្នុងជីវិតនោះបានសម្រេចពេញលេញសូមកុំភ្លេចនៅឃ្លាប្រយោគក្នុងក្បួនទី19នេះកុំបារម្ភថាផ្លូវនឹងនាំអ្នកទៅណាផ្ទុយទៅវិញចូលផ្ដោតទៅលើជំហានដំបូងនោះជាផ្នែកដែលពិបាកបំផុតហើយនោះជាអ្វីដែលអ្នកទទួលខុសត្រូវនៅពេលដែលអ្នកបោះជំហាននោះហើយចូលទុកឲ្យអ្វីធ្វើតាមធម្មជាតិរបស់វាហើយអ្វីដែលសេសសល់នឹងតាមមកជាដំណើរធម្មជាតិល្អឥតខ្ចោះកុំហូរតាមចរន្តចូលធ្វើជាចរន្តនោះក្នុងនេះគឺមាន2ជំហានគួរចងចាំជំហានទី1ជាដំបូងចូលចាប់ផ្ដើមដោយប្រឹងប្រែងខ្លួនឯងតាំងនៅជាបច្ចុប្បន្នកុំបណ្ដោយឲ្យចិត្តរវើរវាយទៅអតីតកាលទៅអនាគតកាលនាំឲ្យរាំងស្ទះដល់ដំណើរឈានឡើងទៅមុខនេះជាការទទួលខុសត្រូវរបស់តួបុគ្គលយើងម្នាក់ហើយជាផ្នែកនៃមាគ៌ាប្រើប្រាជ្ញាបុគ្គលជំហានទី2មកដល់ចំណុចនេះចូលផ្ទេរការងារពីបុគ្គលទៅធម្មជាតិចក្រវាលព្រះអាទិទេពចាត់ចែងទាំងស្រុងទៅចុះចូលទៅឲ្យផុតពីកាយពីចិត្តពីចំណេះដឹងពីទស្សនៈទានដោយប្រើបន្ថែមមាគ៌ានៃក្តីស្រឡាញ់បេះដូងដែលនាំឲ្យបុគ្គលរលាយខ្លួនទៅទាំងស្រុងទៅក្នុងធម្មជាតិចក្រវាលព្រះអាទិទេពសមនឹងពាក្យ
កុំហូរតាមចរន្តចូលធ្វើជាចរន្តនោះតាមរយៈជំហានទាំងពីរនេះអ្នកបានប្រើសក្តានុពលដែលធម្មជាតិផ្ដល់ឲ្យសាច់ស្រាប់អ្នកប្រើទាំងប្រាជ្ញាបុគ្គលជំហានទី1ប្រើទាំងប្រាជ្ញាសកលជំហានទី2ដើម្បីសម្រេចគោលដៅណាមួយក្នុងជីវិតមនុស្សភាគច្រើនលើសលប់លើសកលលោកគេប្រើតែប្រាជ្ញាបុគ្គលតែមួយគត់ជីវិតរបស់គេពុំមានតុល្យភាពគេរស់នៅប្រើលទ្ធភាពត្រឹមតែមួយជំហានហើយមួយជំហានទៀតត្រូវកប់ចោលឥតប្រយោជន៍ពុំបានកោះមកប្រើដូច្នេះហើយគេជួបនឹងទុក្ខលំបាកពុំបានសម្រេចដូចបំណងព្រោះពុំយល់ច្បាប់សកលដែលកំពុងប្រតិកម្មសកម្មក្នុងរូបមនុស្សគ្រប់គ្នាពុំលើកលែងនរណាឡើយតើអ្នកផ្ទាល់បានប្រើប្រាស់ប្រាជ្ញាទាំងពីរហើយឬនៅសាធុលោកគ្រូសម្រាប់កូនមេរៀននេះដោយសារគុណឆ្លងកាត់បប្រតិបត្តិនិងរៀនសូត្រជាមួយលោកគ្រូមកកន្លងមកកូនយល់ថាមេរៀននេះគឺងាយបំផុតត្រង់ចំណុចជំហានដំបូងគឺយើងយើងប្រឹងប្រែងតាមសមត្ថភាពបុគ្គលតាមប្រាជ្ញាបន្ទាប់មកទៀតគឺថ្វាយព្រះទាំងអស់ឲ្យដំណើរហ្នឹងគឺប្រព្រឹត្តទៅខ្លួនឯងដោយឧទាហរណ៍ផ្សេងៗដែលលោកគ្រូបានលើកនៅលើហ្នឹងហើយក៏ដោយកូនរងថ្ងៃហ្នឹងគឺមានក្តីសុខជាមួយនឹងការចូលគេងមែនតែនលោកគ្រូពិតមែនតែមួយថ្ងៃជួបអីក៏ដោយប៉ុន្តែដោយសារការបប្រតិបត្តិមុនចូលគេងកូនធ្វើយូហ្គាបន្តិចបន្តួចកូនសមាធិបន្តិចបន្តួចហើយកូនថ្វាយត្រង់ទាំងអស់លើកសពយ៉ាងថ្វាយត្រង់ហើយថ្វាយទាំងការគេងនឹងចំពោះត្រង់ជាដង្វាយទៀតដល់ពេលអញ្ចឹងខ្លួនប្រាណគ្រាន់តែស្រួលហើយគេងទៅពេលនោះគេងលក់ដោយដំណើររបស់ចក្រវាលដំណើររបស់ព្រះតែម្ដងអញ្ចឹងគ្រប់កិច្ចការដែលលោកគ្រូបានលើកនៅក្នុងនេះឧទាហរណ៍ទាំងអស់នឹងដូចអ្នកបាញ់ព្រួញអ្នកហាត់កីឡាអ្នកធ្វើអ្វីផ្សេងរួមទាំងដំណើរនៅក្នុងខ្លួនអីហ្នឹងកូនថាវាអាចជាការលំបាកយល់ប្រសិនបើអ្នកដែលគាត់ទើបតែចាប់ផ្ដើមស្ដាប់ថ្មីគាត់អត់យល់ពីអ្វីដែលហៅថាជំនឿព្រះឬមួយក៏វិជាព្រលឹងវិញ្ញាណតតែសោះលោកគ្រូកូនថាគាត់ប្រហែលជាពិបាកយល់ប៉ុន្តែផ្ទុយមកវិញបើសិនបើគាត់ធ្លាប់ឆ្លងកាត់ធ្លាប់បានស្ដាប់ធ្លាប់បានឮបន្តិចបន្តួចហើយគាត់ថ្វាយការស្ដាប់ឬថាគាត់ដាក់ចិត្តស្ដាប់អញ្ចឹងខ្ញុំកូនជឿថាគាត់នឹងយល់ហើយកូនខ្លួនឯងដូចគ្នាក្រោយពីបដិបត្តិថារាល់ពេលដែលធ្វើអ្វីថ្វាយត្រង់នៅពេលដែលអានមេរៀនរបស់ត្រង់ខ្លួនថ្វាយត្រង់ធ្វើឲ្យដំណើរនៃការអាននោះប្លែកឃើញថាប្រព្រឹត្តទៅរលូនច្រើនជាងមុនដោយកូនថ្វាយអញ្ចឹងថាអ្វីៗគឺជារបស់ត្រង់ហើយដូច្នេះថែមទាំងបវរណាត្រង់យាងត្រង់មកគង់នៅក្នុងមេរៀននៅក្នុងរូបភាពនៅក្នុងខ្សែសម្លេងខ្សែវីដេអូដែលលោកគ្រូនឹងចាក់ចេញផ្សាយទៅនឹងថែមទៀតអញ្ចឹងហើយតួបុគ្គលប្រើប្រាជ្ញាគឺមើលអក្សរនិងអានទៅតាមមេរៀនរបស់លោកគ្រូតែលើសពីនោះគឺចក្រវាលគឺព្រះជាម្ចាស់ព្រះម៉ែនិងព្រះសិវ៉ាទ្រង់ជាអ្នកធ្វើការបន្តដោយផ្សព្វផ្សាយទៅដល់អ្នកដែលបានស្ដាប់កូនសង្ឃឹមថាអ្នកដែលមិនដែលយល់សោះនឹងចាប់ផ្ដើមចាប់អារម្មណ៍អ្នកដែលយល់បន្តិចបន្តួចនឹងចាប់ផ្ដើមមានការយល់ដឹងកាន់តែច្រើនអ្នកដែលមិនធ្លាប់បដិបត្តិក៏ខ្លាចជាចាប់ផ្ដើមបដិបត្តិហើយអ្នកបដិបត្តិនឹងបដិបត្តិជាប់លាប់រហូតខ្លាយទៅជាដំណើរដូចដែលកូនបានធ្វើរាល់ថ្ងៃនេះអរគុណណាស់អរគុណចំពោះព្រះវត្តមានទ្រង់ជាទីបំផុតសូមអរគុណទ្រង់សូមទ្រង់ប្រទានពរដល់លោកគ្រូមកច័ន្ទសំណុំនិងដល់កូនសាធុចាលោកគ្រូអ្វីដែលបងអូន Jennifer បានលើកឡើងនេះគឺពិតជាជាក់ស្ដែងបែបហ្នឹងមែន
អ្វីដែលបានប្រណិប័តពួកកូនបានធ្វើពិធីនៃការបូជាថ្វាយដោយសេចក្តីស្នេហាថ្វាយទាំងលទ្ធផលអ្វីទាំងអស់នេះគឺយូរទៅខ្លាចជាទម្លាប់វាខ្លាចទៅជាទម្លាប់ហើយអាចនិយាយមួយទៀតថាវាអាចនឹងខ្លាចទៅជាសន្តានមួយបើមុននឹងចេញដំណើរឬក៏មុននឹងធ្វើអ្វីមួយក៏សូមថ្វាយអ្វីទាំងអស់ហ្នឹងទៅទ្រង់ទាំងព្រឹត្តិការណ៍ទាំងការដើរហើរទាំងការនិយាយស្ដីគ្រប់កាយវិការទាំងអស់គឺសុទ្ធតែជារបស់ទ្រង់ដូចជាក់ស្ដែងដែលកូនបានប្រណិប័តហ្នឹងដោយកូនតែងតែបានធ្លាប់ផ្ដល់នៅ feedback ឲ្យលោកគ្រូអញ្ចឹងថាមួយរយៈហ្នឹងជួបរឿងជាច្រើនប៉ុន្តែអ្វីដែលសំខាន់នោះមិនថាកូននៅកន្លែងណាទេហើយនៅជាមួយអ្នកណាទេគឺការគេងលក់ការមានកម្លាំងធម៌ពលហ្នឹងគឺពោពេញហ្មងពោពេញហូរហៀហ្មងលោកគ្រូអត់មានខ្វះខាតហើយក៏អត់មានស្មុគស្មាញក៏អត់មានអ្វីដែលធ្វើមិនបានដែរអញ្ចឹងបើសិនជាស្ថិតនៅក្នុងបុគ្គលច្បាស់ជានៅជ្រក់ជ្រែងផិតភ័យនៅក្នុងការព្រួយបារម្ភភ័យខ្លាចនេះជាញឹកញាប់អញ្ចឹងណាគ្រូចាស់តែកន្លងមកនៅពេលដែលកូនបានប្រណិប័តអញ្ចឹងមិនថានៅក្នុងកលៈទេសៈបែបណាមិនថានៅស្ថានភាពតានតឹងបែបណាមិនថានៅក្នុងសភាពគ្រោះថ្នាក់យ៉ាងណាទេអ្វីគ្រប់យ៉ាងគឺទ្រង់ប្រទានពរទ្រង់តែងតែនៅជាប់តែម្ដងដោយការពីម្សិលមិញនេះដែលកូនបានជម្រាបទៅលោកគ្រូណាគឺថាកូនទ្រាំមិនបាននៅក្នុងការដែលត្រូវតែផ្ដល់ព័ត៌មានឲ្យលោកគ្រូចឹងលោកគ្រូចាទស្សនវិជ្ជាជាក់ស្ដែងព្រោះរាល់ពេលព្រឹកព្រលឹមកូនតែងតែបូជាថ្វាយហើយនឹងយាងទ្រង់ចូលមកគង់នៅក្នុងរូបកាយកូនគ្រប់ការមើលឃើញទាំងអស់សូមឲ្យកូនបានឃើញនៅអ្វីដែលទ្រង់តតឃើញសូមឲ្យកូនបានដឹងនៅអ្វីដែលទ្រង់ដឹងសូមឲ្យកូនបាននិយាយនៅអ្វីដែលជាភាសារបស់ទ្រង់ចា៎អញ្ចឹងគ្រប់យ៉ាងដែលកូនប្រណិប័តលោកគ្រូគឺសម្ដែងចេញមកចំតែម្ដងលោកគ្រូដូចព្រឹត្តិការណ៍ម្សិលមិញដែលកូនបានជម្រាបលោកគ្រូអញ្ចឹងចា៎គឺជាក់ស្ដែងលោកគ្រូសឹងថាមិនឲ្យជឿបានបើអ្នកដែលមិនធ្លាប់រៀនអ្នកដែលមិនធ្លាប់បានបាក់ចិត្តជឿអ្នកដែលមិនធ្លាប់បានភ្លក់រសជាតិហ្នឹងអ្នកទាំងអស់ហ្នឹងច្បាស់ជាមិនអាចយល់បានឡើយចា៎តែបើសិនជាបុគ្គលនឹងគាត់មានការជឿដោយក្តីស្នេហាព្រះពិតអ្នកទាំងអស់នឹងឃើញនៅអ្វីដូចជាពួកកូនឃើញដូចជាការបង្ហាញរបស់លោកគ្រូអញ្ចឹងកូនពិតជាទទួលស្គាល់ពិតប្រាកដតែម្ដងលោកគ្រូចា៎សូមព្រះជាម្ចាស់ទ្រង់ប្រទានពរដល់លោកគ្រូនិងពួកយើងទាំងអស់គ្នានៅតែបន្តការគោរពកោតសរសើរនិងបូជាថ្វាយនៅគ្រប់គុណសម្បត្តិគុណវិបត្តិទាំងឡាយនឹងគឺថ្វាយទៅទ្រង់ទាំងអស់ព្រោះទ្រង់ជាម្ចាស់ចាទ្រង់ជាម្ចាស់នៃពួកយើងទាំងអស់គ្នាអរគុណណាស់លោកគ្រូអរគុណនៅមេរៀនដ៏មានតម្លៃដែលមិនអាចប្រៀបបានលោកគ្រូហើយមេរៀននេះមើលទៅហាក់បីដូចជាងាយស្រួលតែបើសិនជាគ្មានជំនឿដែលជាគោលទេមនុស្សក៏ពិបាកក្នុងការធ្វើហើយមនុស្សបើមិនមានសេចក្តីស្នេហាចំពោះព្រះទេមនុស្សក៏ពិបាកនឹងស្វែងយល់អានេះគឺជាអ្វីដែលកូនឆ្លងកាត់ចឹងលោកគ្រូចា៎អរគុណណាស់លោកគ្រូអរគុណខ្លាំងបំផុត